ប្រធានាធិបតីអាមេរិកបានផ្ដល់ពេល48ម៉ោងដល់ទីក្រុងតេរ៉ានដើម្បីបើកច្រកសមុទ្រដកមូសដ៏សំខាន់នេះឲ្យបានពេញលេញឬសហរដ្ឋអាមេរិកនឹងបំផ្លាញរោងចក្រថាមពលរបស់អ៊ីរ៉ង់ដែលជាការកើនឡើងនៃភាពតានតឹងខ្លាំងនៅក្នុងសង្គ្រាមមួយដែលបានគំរាមកំហែងដល់ការគ្រប់គ្រងរួចទៅហើយការគំរាមកំហែងការកំណត់នេះបានធ្វើឡើងនៅម៉ោង 7:44 នាទីយប់ម៉ោងនៅរដ្ឋធានី Washington ថ្ងៃទី 21 ខែមីនាហើយត្រូវបានបង្ហោះនៅលើបណ្ដាញទ្រុសសូសលរបស់គាត់ថាប្រសិនបើអ៊ីរ៉ង់មិនបើកច្រកសមុទ្រដកមូសទាំងស្រុងដោយគ្មានការគំរាមកំហែងក្នុងរយៈពេល48ម៉ោងគិតចាប់ពីម៉ោងនេះទៅអាមេរិកនឹងវាយប្រហារនិងបំផ្លាញរោងចក្រថាមពលផ្សេងៗរបស់ពួកគេដោយចាប់ផ្ដើមពីរោងចក្រធំបំផុតមុនគេសូមអរគុណចំពោះការយកចិត្តទុកដាក់របស់អ្នកចំពោះបញ្ហានេះលោកមិនបានបញ្ជាក់ពីរោងចក្រថាមពលដែលនឹងត្រូវកំណត់គោលដៅដោយសហរដ្ឋអាមេរិកទេហើយវាកើតឡើងមួយថ្ងៃបន្ទាប់ពីលោកត្រាំបាននិយាយថាលោកកំពុងពិចារណាកាត់បន្ថយប្រតិបត្តិការយោធាទោះបីជាកំពុងនិយាយក៏ដោយមន្ទីរបញ្ញកោណកំពុងបញ្ជូនកងកម្លាំងជើងគោកបន្ថែមរាប់ពាន់អ្នកទៅកាន់តំបន់នោះនៅលើនាវាកងទ័ពជើងទឹកអាមេរិកដើម្បីពង្រឹងទ្រព្យសម្បត្តិយោធានៅក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់នេះបើតាម Rafale ថ្ងៃទី 22 ខែមីនានេះជាការឆ្លើយតបភ្លាមៗចំពោះសារអាវ៉ាតរបស់លោកត្រាំទីបញ្ជាការយោធារបស់អ៊ីរ៉ង់ត្រូវបានដកស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋថាប្រសិនបើហេដ្ឋារចនាសម្ព័ន្ធប្រេងឥន្ធនៈនិងថាមពលរបស់អ៊ីរ៉ង់ត្រូវបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលទាំងអស់ដែលជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នឹងត្រូវបានកំណត់គោលដៅអ៊ីរ៉ង់ក៏បាននិយាយផងដែរថាកន្លែងបន្សាបជាតិប្រៃនឹងត្រូវវាយប្រហារទោះបីជាមិនត្រូវបានបិទផ្លូវទឹកក៏ដោយក៏ប្រទេសអ៊ីរ៉ង់បានធ្វើឲ្យផ្លូវទឹកនេះមិនអាចគ្រប់គ្រងបានតាមរយៈការរួមបញ្ចូលគ្នានៃការវាយប្រហារដោយចេតនាក្របមីនសង្គ្រាមអេឡិចត្រូនិកនិងការភ័យខ្លាចទីផ្សារការបិទច្រកសមុទ្រនេះបានរឹតបន្តឹងការផ្គត់ផ្គង់សកលដែលធ្វើឲ្យតម្លៃប្រេងកើនឡើងទូទាំងពិភពលោកនិងបង្កើនការចំណាយលើការរស់នៅសម្រាប់មនុស្សរាប់រយលាននាក់លោកត្រាំបានទាមទារឲ្យប្រទេសដែលប្រើប្រាស់ច្រកសមុទ្រនេះសម្រាប់ការដឹកជញ្ជូនធនធានថាមពលរបស់ពួកគេនាំមុខគេក្នុងការការពារដឹកជញ្ជូនតាមផ្លូវទឹកតាមរយៈការអមដំណើរយោធាឬមធ្យោបាយផ្សេងទៀតសម្ព័ន្ធមិត្តអឺរ៉ុបរបស់អាមេរិកនិងជប៉ុនបានបង្ហាញពីការត្រៀមខ្លួនសម្រាប់កិច្ចខិតខំប្រឹងប្រែងសមស្របដើម្បីធានាការឆ្លងកាត់តាមច្រកសមុទ្រនេះប៉ុន្តែមនុស្សជាច្រើនបាននិយាយថាសកម្មភាពបែបនេះនឹងកើតឡើងបន្ទាប់ពីមានបទឆបាញ់គ្នាដែលធ្វើឲ្យលោកត្រាំខឹងសម្បាដែលបានហៅពួកគេថាជាមនុស្សកំសាកទន្ទឹមនឹងនេះដែរអ៊ីស្រាអែលនិងអ៊ីរ៉ង់ហាក់ដូចជាកំពុងបង្កើនហានិភ័យនៃគ្រោះមហន្តរាយដ៏ធំមួយដោយភាគីនីមួយៗបានវាយប្រហារយ៉ាងគៀកទៅនឹងរោងចក្រនុយក្លេអ៊ែររបស់ភាគីប្រយុទ្ធផ្សេងទៀតដែលបង្កើនកម្រិតវោហារសាស្ត្រនៅទីក្រុងតេឡាវីវនិងតេរ៉ាននិងធ្វើឲ្យក្រុមឃ្លាំមើលបរិមាណរបស់អង្គការសហប្រជាជាតិមានការព្រួយបារម្ភមីស៊ីលអ៊ីរ៉ង់មួយគ្រាប់នៅថ្ងៃទី 21 ខែមីនាបានវាយប្រហារទីក្រុងឌីម៉ូណារបស់អ៊ីស្រាអែលដែលជាទីតាំងនៃរោងចក្រនុយក្លេអ៊ែរមួយដែលទីក្រុងតេរ៉ានបាននិយាយថាជាការសងសឹកចំពោះការវាយប្រហារលើរោងចក្រចម្រាញ់អ៊ុរ៉ាញ៉ូមណាតានរបស់ខ្លួននៅមុននេះបន្តិចអ៊ីស្រាអែលមិនដែលទទួលស្គាល់ជាសាធារណៈថាខ្លួនមានអាវុធនុយក្លេអ៊ែរទេហើយឌីម៉ូណាត្រូវបានពិពណ៌នាជាផ្លូវការថាជាកន្លែងស្រាវជ្រាវទីតាំងទាំងនេះដែលនៅខាងក្រៅទីក្រុងធំត្រូវបានគេជឿយ៉ាងទូលំទូលាយថាមានឃ្លាំងអាវុធនុយក្លេអ៊ែររបស់អ៊ីស្រាអែលដែលជាឃ្លាំងអាវុធតែមួយគត់របស់មជ្ឈិមបូព៌ាបន្ទាប់ពីការវាយប្រហារទៅលើទីតាំងណាតានរបស់អ៊ីរ៉ង់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិហៅកាត់ថា IAEA បានបញ្ជាក់ជាថ្មីនៅការអំពាវនាវរបស់ខ្លួនសម្រាប់ការអត់ធ្មត់ខាងយោធាដើម្បីការពារគ្រោះថ្នាក់នុយក្លេអ៊ែរបន្ទាប់មក IAEA បានធ្វើម្ដងទៀតនៅការអំពាវនាវឲ្យមានការអត់ធ្មត់យោធាជាអតិបរមាបន្ទាប់ពីការបាញ់មីស៊ីលរបស់អ៊ីរ៉ង់ប្រឆាំងនឹងទីក្រុងឌីម៉ូណាទីភ្នាក់ងារនេះបាននិយាយនៅលើបណ្ដាញសង្គមថា IAEA បានដឹងអំពីរបាយការណ៍នៃឧបទ្ទហេតុមួយនៅទីក្រុងឌីម៉ូណារបស់ប្រទេសអ៊ីស្រាអែលដែលពាក់ព័ន្ធនឹងការប៉ះទង្គិចមីស៊ីលហើយមិនបានទទួលការចង្អុលបង្ហាញណាមួយអំពីការខូចខាតដល់មជ្ឈមណ្ឌលស្រាវជ្រាវនុយក្លេអ៊ែរនេជេវនោះទេសេចក្តីថ្លែងការណ៍បានបន្ថែមថាព័ត៌មានពីរដ្ឋក្នុងតំបន់បង្ហាញថាគ្មានកម្រិតវិទ្យុសកម្មមិនមានប្រក្រតីណាមួយត្រូវបានរកឃើញនោះទេពិភពលោកបានបន្តប្រតិកម្មចំពោះការបាញ់មីស៊ីលប៉ាឡេស្ទិកដ៏គួរឲ្យភ្ញាក់ផ្អើលរបស់អ៊ីរ៉ង់ទៅកាន់មូលដ្ឋានរួមអាមេរិកអង់គ្លេសនៅលើកោះ Diego Garcia ដែលមានចម្ងាយប្រហែល 4000 គីឡូម៉ែ
តរពីទឹកដីអ៊ីរ៉ង់អ៊ីស្រាអែលបាននិយាយថាកងកម្លាំងអ៊ីរ៉ង់បានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយជាលើកដំបូងដែលពង្រីកហានិភ័យនៃការវាយប្រហារហួសពីមជ្ឈមបូព៌ាគ្មានមីស៊ីលណាមួយបាញ់ចំទីតាំងនោះទេមេបញ្ជាការយោធាអ៊ីស្រាអែលលោកអ៊ីយ៉ាល់ហ្សាមៀមានប្រសាសន៍ថាមីស៊ីលទាំងនេះមិនមានបំណងវាយប្រហារអ៊ីស្រាអែលទេចម្ងាយបាញ់របស់ពួកវាទៅដល់រដ្ឋធានីអឺរ៉ុបដូចជាទីក្រុងប៊ែរឡាំងប៉ារីសនិងរ៉ូមសុទ្ធតែស្ថិតនៅក្នុងចម្ងាយគំរាមកំហែងដោយផ្ទាល់